ខ្ញុំជឿថាមានមនុស្សជាច្រើនដែលគាត់ធ្លាប់ឆ្លងកាត់ជាពិសេសគឺអ្នកដែលគាត់រស់នៅតាមជនបទតាមសុកសែគឺគាត់ធ្លាប់ឆ្លងកាត់ទៅឲ្យទៅដល់ខែគេសែនភ្នោខ្មោចចិនម្ដងគឺតែងតែផ្ដាំតគ្នាទៅតាមភូមិថាថ្ងៃនេះគឺមានគេសែនភ្នោខ្មោចចិនអីអញ្ចឹងណាទៅតាមវាកប់ខ្មោចអីអញ្ចឹងទៅហើយគេប្រាប់ទៀតថាគេចែកលុយគេចែកស្ករគ្រាប់ចែកនំណេតអីអញ្ចឹងផ្សេងអីអញ្ចឹងទៅហើយពីច្រើនមកគឺគេសែនចន្លោះពីអាហ្នឹងតាមពីទួយគឺខ្ញុំឃើញគេសែនពីច្រើនមកគឺម៉ោង11 12ឬក៏ម៉ោង1ម៉ោង2អីអញ្ចឹងទៅតាមគេសែនអីអញ្ចឹងណាតែពេលហើយគឺផ្ដាំតគ្នានៅតាមភូមិអីអញ្ចឹងណាក៏ផ្ដាំថាថ្ងៃហ្នឹងគឺមានគេសែនហើយពួកខ្ញុំក៏ទៅឆែកតគ្នាមួយគ្នាមកក្រុមទៅអីអញ្ចឹងណាទៅវាកប់ខ្មោចហ្នឹងហើយដល់ពេលហើយអញ្ចឹងទៅពួកខ្ញុំក៏អង្គុយចាំរហូតដល់គេអាលុតជើងធូបហើយអាលុតជើងធូបពីច្រើនហ្មងគឺអាលុតហើយគឺគេមានចែកលុយចែកនំប៉ាវឬក៏បានវអីអញ្ចឹងណាហើយដល់ពេលហើយគេរលត់ជើងធូបអញ្ចឹងទៅគឺចែកឲ្យលុយ100 200អីអញ្ចឹងទៅ100 200កាលហ្នឹងគឺច្រើនខ្លាំងមែនទែនហ្មងទិញក៏ក្របទិញអីបានច្រើនណាស់ហើយគេចែកនំប៉ាវដូចជាគេឲ្យនំប៉ាវមួយអញ្ចឹងទៅគឺហើយចែកគ្នាញ៉ាំអីអញ្ចឹងណាហើយបើសិនជាជ្រូកខ្វាយគឺអត់បានទេដោយសារម្ចាស់គេសុំវឲ្យគេហូបអីជុំគ្នាអីអញ្ចឹងណាហើយពេលថ្ងៃត្រង់ហ្នឹងមានពីចន្លោះម៉ោង11 12ហ្នឹងណាមានដឹងខ្ញុំឃើញអីគេអត់ខ្ញុំបានឃើញខ្មោចនៅកន្លែងភ្នោហ្នឹងដែលនៅកន្លែងព្រៃពាក់ហ្នឹងហ្មងណាហើយមានដឹងមកចាគឺខ្ញុំបានទៅស៊ូគេថាអញ្ចឹងមានឃើញអីអត់មានឃើញអីផ្លាយអត់ឃើញដូចខ្ញុំអត់គេអត់មានណាគេឆ្លើយថាគេអត់ឃើញទេហើយខ្ញុំក៏ធ្វើផ្លូវចិត្តធម្មតាអីអញ្ចឹងណាគេអត់ឃើញយើងធ្វើមិនឃើញធ្វើមិនដឹងធ្វើមិនលឺដែរអញ្ចឹងស្រាប់តែយប់ឡើងមានដឹងមកចាយប់មួយហ្នឹងពេលយប់ហ្មងណាម្លងអាពេលថ្ងៃហ្នឹងហើយដល់យប់ខ្ញុំក៏បានគេងពីអ្នកស៊ីស្ទ័រខ្ញុំនៅលើផ្ទះនិយាយទៅយប់ជ្រៅចន្លោះពីយប់ជ្រៅពាក់កណ្ដាលយប់ណាគឺខ្ញុំបានឃើញខ្មោចដឹងមិនអើគឺខ្ញុំភ័យខ្លាំងមែនទែនពេលហ្នឹងគឺខ្ញុំបើកផ្ទះមុនមកខ្មោចហ្នឹងគឺនៅឆ្ងាយអញ្ចឹងឆ្ងាយមែនទែនឆ្ងាយមកចិត្តខ្ញុំចិត្តឡើងអញ្ចឹងណាហើយមនុស្សស្រីទៀតឈិតសហើយកាន់តែមកចិត្តឡើងហើយពេលហ្នឹងគឺខ្ញុំបានឆែកនឹងផ្អើលហ្មងផ្អើលគេផ្អើលឯងលើផ្ទះហ្នឹងហ្មងដល់ពេលបើកភ្លើងមកបងស្រីខ្ញុំនៅកលៀនជាងនៅឆ្ងាយពីខ្ញុំទាំងដែលខ្ញុំពីរនាក់គឺគេងក្បែរគ្នាគេងមួយគ្នាបងខ្ញុំទៅឃ្លាយដល់ណែណៃហើយតែខ្ញុំម្នាក់ឯងហើយពេលហ្នឹងគឺម៉ែខ្ញុំប្រាប់ថាគ្មានស្អីទេតាមពិតទៅអាចនិយាយថាម្នាក់ផ្ទះម្លាជើងអីអញ្ចឹងណាហ្នឹងហើយហ្នឹងចាស់គាត់និយាយហើយស្រាប់តែម្លងប្រហែលយប់មានដឹងនិយាយទៅម្លងប្រហែលយប់ហើយខ្ញុំលែងហ៊ានដេកលើផ្ទះហើយពេលហ្នឹងខ្ញុំក៏បានឡើងលើផ្ទះមកយកខ្នើយមានដឹងខ្ញុំឃើញអីអត់ខ្ញុំបានឃើញយាយខ្ញុំស្ដាយហ្មងយាយខ្ញុំណាគាត់គេងក្បាលទៅជើងបែរមុខទៅលិចហើយខ្ញុំឡើងតាមកម្មចដើឡើងអញ្ចឹងណាឡើងហើយខ្ញុំអើតតាមអបឡោះទ្វារហ្នឹងដើររៀបចូលណាមានដឹងមកអត់គាត់បានងាកមើលមុខខ្ញុំគាត់ងាកមកមើលមុខខ្ញុំហ្មងហើយខ្ញុំភ័យខ្លាំងមែនតើខ្ញុំរត់សឹងតែធ្លាក់ពីលើចដើហើយពេលហ្នឹងគឺខ្ញុំលែងហ៊ានឡើងលើផ្ទះហើយគឺខ្ញុំលែងហ៊ានហ្មងគឺខ្ញុំលែងហ៊ានឡើងផ្ទះដោយសារអីគឺខ្ញុំខ្លាចហើយគឺខ្ញុំអត់ហ៊ានឡើងម្នាក់ឯងអត់ហ៊ាននៅលើផ្ទះម្នាក់ឯងដែរហើយក៏ខ្ញុំមកដេកក្រោមផ្ទះចាប់ពីថ្ងៃហ្នឹងមករហូតអូខេវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេបាយបាយ